តែមនុស្សសម័យឥឡូវគឺសម័យកម្លាំងរមូរខ្លាំងចិត្តមនុស្សលែងស្គាល់បនបាបលែងស្គាល់ស្អីដែលវិនិច្ឆ័យដល់ខ្លួនចិត្តសត្វក្នុងថ្នាក់ខ្ពស់ហោះឡើងលើចិត្តសត្វទុគតិភពមកយោងកំណើតជាមនុស្សច្រើនណាស់អញ្ចឹងហើយបានជាមនុស្សសម័យឥឡូវលែងស្គាល់បនបាបបើពួកគេដឹងថាមានលុយដឹងថាមានកិត្តិយសដឹងថាមានរូបសម្ផស្សស្អាតវាគ្មានជាការចាំបាច់ដែលត្រូវតែមានសម្រាប់ការរស់នៅក្នុងអត្តភាពជាមនុស្សនេះតើមនុស្សនឹងធ្វើបុណ្យប្រាថ្នាទ្រព្យសម្បត្តិមុខមាត់តំណែងនិងរូបសម្ផស្សស្អាតយ៉ាងម៉េចទៅអ្នកខ្លះបានតំណែងមុខមាត់រូបសម្ផស្សស្អាតលុយកាក់ហូរហៀដើរបំផ្លាញប្រយោជន៍ខ្លួនឯងទៅទៀតផងព្រោះអ្វីដែលគេមានទាំងអស់នេះធ្វើឲ្យចិត្តគេមានអំនួតមើងងាយអ្នកទន់ខ្សោយហើយពេលលាចាកអត្តភាពជាមនុស្សចិត្តរបស់គេនឹងសោយទុកក្នុងទុគតិភពក្មួយគិតមើលចុះតើក្មួយមានចិត្តប្រាថ្នាកិត្តិយសលុយកាក់មុខមាត់ឬរូបសម្បត្តិដែរឬទេសម្រាប់ពូវាគ្មានចាំបាច់អ្វីតលតែសោះសម្រាប់ជីវិតចិត្តដែលយើងហៅថាយើងមានតាំងពីយូរលង់ណាស់មកហើយមកជ្រកនៅក្នុងសម្បកជាមនុស្សតែក្នុងរយៈពេលខ្លីហើយធ្វើដំណើរយ៉ាងវែងឆ្ងាយទៅមុខទៀតតើអ្វីជាការចាំបាច់របស់ចិត្តក្មួយគិតខ្លួនឯងទៅចោះមនុស្សដែលមិនស្គាល់បុណ្យបាបមិនស្គាល់ធម៌គឺមិនស្គាល់កន្លែងនឹងហើយបំណងនៃការរៀនកាន់សិលរបស់អ្នកយល់ធម៌ឬយល់ពីដំណើរជីវិតគឺក្នុងគោលបំណងឲ្យចិត្តមានប្រក្រតីភាពទៅដោយធម៌ល្អដំណើររៀនកាន់សិលដើម្បីឲ្យចិត្តមានប្រក្រតីភាពនៃសិលយើងហៅថាសុជីវធម៌តែមនុស្សខូចជាពិសេសមនុស្សសម័យឥឡូវគ្មានទាំងសិលហើយក៏មិនមែនដំណើររៀនកាន់សិលដែលយើងហៅថាសុជីវធម៌នោះដែរមានតែកាយវិការភូតបោកប្រាស់ធ្វើជាអ្នកមានសិលធម៌ចេះដឹងខ្ពស់ទាបតែក្នុងមโนអាក្រក់រកលេខដាក់គ្មាននេះហើយជាសម័យកម្លាំងរមូរខ្លាំងមនុស្សមិនស្គាល់បនបាបនោះក្មួយសាកស្រមៃប្រហែល 2500 ឆ្នាំទៅមុខទៀតតើសភាពរបស់មនុស្សនឹងទៅជាយ៉ាងណាសូមកុំភ្លេចអ្វីៗទាំងអស់កើតមកពីកម្លាំងតែមួយនឹងពេលណាកម្លាំងរមូរមនុស្សលែងស្គាល់បនបាបអាយុក៏កាន់តែថយចុះកម្ដៅកាន់តែឡើងក្ដៅក្នុងចិត្តមនុស្សក៏កាន់តែក្ដៅព្រោះសត្វនរកប្រែតជាច្រើនមកសំងំក្នុងរូបកាយជាមនុស្សបន្លែផ្លែឈើបដូររសជាតិព្រោះវាកើតពីកម្លាំងដែរពេលនោះពិភពលោកទ្រាំនៅលេងបានមនុស្សដែលអាយុនៅត្រឹម10ឆ្នាំហើយចិត្តលែងស្គាល់បុណ្យស្គាល់បាបក៏សម្រេចកាប់ចាក់គ្នាដោយបរមាណូរំលាយលោកនៅពេលនោះទៅក្មួយស្រមៃមើលចុះបើភាពអាក្រក់របស់មនុស្សភាពមិនស្គាល់បុណ្យមិនស្គាល់បាបរបស់មនុស្សចេះតែកើនឡើងតើវានឹងដល់ទីបំផុតដែរទេវាមិនអាចទៅរហូតបានទេវាតឹងណាស់វាតឹងដល់ទីបំផុតហើយព្រោះពិភពលោកនេះកើតពីកម្លាំងមិនមែនកើតពីធាតុទេដូច្នេះសភាពកម្លាំងត្រូវតែមានទីបំផុតរបស់វានៅទីបំផុតដែលមនុស្សនៅអាយុត្រឹម10ឆ្នាំក្នុងរយៈពេល 2500 ឆ្នាំខាងមុខនេះសង្គ្រាមបរមាណូដោយជៀសមិនផុតនឹងត្រូវកើតមាននៅពេលនោះហើយក្មួយស្រមៃមើលចុះពូលើកតែមួយចំណុចរបស់ឋានមនុស្សដែលគួរឲ្យសត្វក្នុងថ្នាក់ខ្ពស់ខ្ពើមឲ្យខ្លាចបំផុតនោះគឺសម្លាប់ជីវិតគ្នាស៊ីសត្វក្នុងឋានផ្សេងមិនស៊ីបានអីសម្លាប់គ្នាលុះមើលមកឃើញឋានមនុស្សលោកសម្លាប់ជីវិតគ្នាស៊ីតើជីវិតសត្វក្នុងឋានសុគតិភពផ្សេងស្រាវខ្លួនយ៉ាងណាខ្ពើមឋានមនុស្សលោកយ៉ាងណាពិតជាឋានច្របូកច្របល់គួរឲ្យខ្លាចប្រកបមែនមិនមែនត្រឹមតែច្របូកច្របល់បង្កើតបញ្ហាឲ្យឋានខ្លួនតែមួយឋានប៉ុណ្ណោះទេដល់ពេលផ្ទុះផែនដីឆេះទាំងឋានទេវតាទាំងអស់និងឋានប្រេតទាំងអស់តើឋានមនុស្សលោកច្របូកច្របល់គួរឲ្យខ្លាចយ៉ាងម៉េចទៅអ្នកយល់ដំណើរធម៌ឃើញមនុស្សសម័យឥឡូវងងឹតមុខឆឹងបើជាសត្វព្រំតើអាចចោលភារកិច្ចរក្សាលោកដែលជាកាតព្វកិច្ចរបស់ខ្លួនដែរឬទេព្រំជាសត្វឆ្លាតជាងគេបំផុតក្នុងចំណោមសត្វក្នុងលោកីនេះហើយចិត្តល្អជាងគេទាំងអស់ថែមទៀតដូច្នេះហើយអាចរត់ចោលលោកីនៃមនុស្សបានដែរឬទេតែទោះអាណិតយ៉ាងណាក៏ដោយក៏ត្រូវមើលដំណើរទំនងនៃការជួយដែរបើជួយមិនបានហើយលំបាកលំបិនទាំងខ្លួនទៀតតើសត្វឆ្លាតដូចព្រំនឹងទៅធ្វើការងារឈួតលាអត់តម្លៃបែបនឹងឬទេមើលទំនងកម្លាំងចាប់ពីនឹងរហូតដល់ព្រះសិអាមិត្រីត្រាស់ដឹងព្រំចុះមកយោងកំណើតជាមនុស្សដើម្បីពន្លាកម្លាំងតែមួយដងនឹងទៀតគត់ព្រោះដំណើរទំនងកម្លាំងពន្លាបានតែនៅក្នុងពេលនឹងដូច្នេះអ្នកដែលមានឧបនិស្ស័យស្ដាប់ឲ្យយល់
đầm ra đầm rong phơi chỉ vật ở bọc luôn đầm bay ở kịch phốt bị phiếp chả là chó đại ca miên bị phiếp mình đằng khô mình đằng trớ mình squat bón mình squat ba ở bọc sắp mình nụ nì khmui sờ mày mờ cho con tai sờ mày ở lời nì phong mình nụ nì dây khnia đạp lên ban từ hơi tôi dương nì dây miên hai miên phol cú ở đạp ban dạng na cả đói con tai cầm lăng ở muได้บังการchi mình nụ nì lên chết đạp hai phol từ hơi ta bằng phai bị nà dương đi giấy trong ai kia lọ so cây vô thả dương đi giấy ọt bàn cá dương đi giấy ní pro trong banประโยชน์ตัวខ្លួនត្រជាមានមិនស្ដាប់ទេទៅឲ្យប្រហោងគូតឯណោះស្ដាប់វិញដោយញីដោយឈ្មោះដូចសัตว์សបាយចង់ងាប់យើងនិយាយល្អនិយាយស្រួលស្ដាប់មិនបានមិនចេះស្ដាប់ហេតុស្ដាប់ផលយើងស្ដីថាឲ្យវាថាយើងមើលងាយវាយើងមើលមុខវាវាថាយើងឆ្លើយបើគេជាអ្នកធំគេថាយើងមិនគោរពគេធំប៉ុណ្ណឹងដែរយើងហ៊ានមើលមុខគេចំបើយើងងាកមុខចេញគេថាគេធំប៉ុណ្ណឹងដែរយើងហ៊ានងាកមុខចេញក្មួយស្រមៃមើលចុះសភាពចិត្តមនុស្សបែបនេះដល់ពេលប្រហែល2500ឆ្នាំទៅមុខទៀតកម្លាំងវារមូរខ្លាំងមែនទែនដែលធ្វើឲ្យជីវិតមនុស្សចុះមកនៅត្រឹម10ឆ្នាំស្លាប់តើសភាពចិត្តមនុស្សនៅពេលនោះវាសាហាវយ៉ាងម៉េចទៅធម្មជាតិមានសភាពក្តៅខ្លាំងហើយផ្លែឈើដូររសជាតិអស់រលីងដាំអីក៏លែងបានស៊ីចំនួនបរិមាណណូដែលជាដំណោះស្រាយជៀសមិនរួចក៏កើតឡើងនៅពេលនោះក្រោយពីពេលនោះពិភពលោកខ្ទេចជីវិតមនុស្សស្ទើរតែអស់ពីផែនដីបើយើងជាមនុស្សសល់ពីស្លាប់ក្នុងសម័យនោះតើសភាពចិត្តរបស់យើងវាយ៉ាងម៉េចទៅនេះហើយចិត្តមនុស្សលោកដែលនិយាយស្ដាប់គ្នាមិនបានគឺវាត្រូវតែបែបហ្នឹងបើក្មួយមានបំណងជាឲ្យផុតសម័យកាលបែបនេះនោះក្មួយត្រូវសន្សំឧបនិស្ស័យជាអ្នកស្អប់ខ្ពើមទង្វើមនុស្សដែលនាំទៅដល់សភាពបែបនោះចិត្តអ្នកមានប្រក់ក្រដីទៅដោយសិលមិនមែនកាន់សិលព្រោះខ្លាចមានផលអាក្រក់អ្វីមកលើខ្លួននោះទេគឺព្រោះតែចិត្តចេះតែគិតឃើញថាធ្វើអញ្ចឹងទៅលើគេមិនសមទេធ្វើអញ្ចឹងទៅលើគេខុសហើយគេក៏ចង់សុខយើងក៏ចង់សុខគេក៏ខ្លាចបាត់បង់របស់គេដែរដូច្នេះយើងយករបស់គេមិនសមទេមិនមែនខ្លាចបាបទេតែចិត្តចេះតែថាមិនសមក្មួយត្រូវសម្គាល់ឲ្យបានថាអ្វីដែលមិនគួរធ្វើត្រូវតែคล้ายទៅជាភាពប្រក់ក្រដីរបស់ចិត្តទើបជាបំណងពិតប្រាកដនៃការកាន់សិលត្រូវប្រាប់យាយតាឲ្យគាត់យល់ចំណុចនេះផងអាណិតគាត់ខំកាន់សិលតាំងពីក្មេងប៉ុន្តែមិនមានភាពប្រក់ក្រដីនៅក្នុងចិត្តទេពេលបែកអត្តភាពជាមនុស្សទៅសម្បកកាយនេះនៅលើផែនដីចិត្តលូនចេញផុតពីកាយបើចិត្តគ្មានប្រក់ក្រដីទៅដោយសិលផងតើចិត្តនឹងយកអ្វីទៅបាន7ខណៈចិត្តចាប់សញ្ញាដូរគ្រងវិញ្ញាណថ្មីភ្លាមបើចិត្តគ្មានប្រក់ក្រដីទៅដោយសិលផងចិត្តនោះមិនប្រៀបដូចមនុស្សដើរស្រាបទៅហើយទេអីសិលដែលគាត់ខំកាន់នៅជាប់នឹងកាយឯនេះទេមានបានទៅជាប់ក្នុងចិត្តជាប្រក់ក្រដីឯណាតើក្មួយយល់ត្រង់នេះទេសិលធម៌គឺជាប្រក់ក្រដីរបស់ចិត្តនៅធម៌ល្អទាំងឡាយមិនធ្វើអំពើអាក្រក់ទាំងឡាយព្រោះមិនស្របនឹងមនសិការរបស់ខ្លួនគ្រាន់តែប្រទេសដែលជាផ្ទះយើងនៅទាំងអស់គ្នាគេខំការពារគេខំថែរក្សាបើមនុស្សមានទោសមនសិការជាតនកម្មតើយើងសំងំយកសុខមិនចូលរួមនឹងនយោបាយព្រោះខ្លាចងាប់ព្រោះមិនចង់ទំនាស់ជាមួយនឹងគេតើមនសិការរបស់ខ្លួនមានដែរជាស្ដីឲ្យដែរទេបើមនសិការនោះខ្ពស់មែនទែនទោសមនសិការក៏ខ្ពស់តាមនឹងដែរខ្លួនមានសមត្ថភាពជាងគេក្នុងភូមិក្នុងស្រុកក្នុងខេត្តឬក្នុងប្រទេសតែខ្លួនសំងំដោយខ្ជិលដោយមិនចង់មានរឿងដោយខ្លាចខូចប្រយោជន៍ណាមួយរបស់ខ្លួនមនុស្សមានសិលធម៌ខ្ពស់ដែលចិត្តប្រក់ក្រដីទៅដោយសិលទោសមនសិការជាតនកម្មចំពោះចិត្តរបស់ខ្លួននៅសំងំសុខមិនកើតទេមនសិការចេះតែប្រាប់ថាខុសហើយអ្នកធ្វើខុសហើយទីបំផុតត្រូវតែចេញធ្វើព្រោះខ្លាចទោសមនសិការมันអាចរស់បានទេបើចិត្តមិនមានអិសរភាពរួចផុតទោសមនសិការនោះប៉ុន្តែបើធ្វើនេះខ្លាចប៉ះសិលខ្លួនខ្លាចមានទោសដល់ខ្លួនខ្លាចខ្លួនកើតជាតិក្រោយជាសត្វក្នុងទុគតិភពចេះតែព្រួយចេះតែបារម្ភពីខ្លួនឯងព្រោះរឿងសិលនេះគេហៅថាសីលពតបរាមាសៈនេះហើយជាស្ថានភាពចិត្តដ៏ច្រើនបំផុតនៃអ្នកកាន់សិលក្នុងប្រទេសខ្មែរយើងអញ្ចឹងបានជាពួកមនុស្សចិត្តខូចវាឡើងចាងខ្លាំងម្ល៉េះចិត្តមនុស្សដែលមានប្រក់ក្រដីទៅដោយសិលនឹកក្នុងចិត្តថាមនុស្សអាក្រក់ធន់នេះមិនអាចប៉ះយើងបានទេប៉ុន្តែបើមិនជួយអ្នកទន់ខ្សោយមិនដឹងមានពីណាជួយពួកគាត់ទេ
បើគ្មានពីណាជួយមនុស្សទុនខ្សោយហើយយើងអ្នកមានសមត្ថភាពជួយបែរជាសំងំសុខទោសមនសិការត្រូវមានមកលើចិត្តយើងហើយធ្វើមិនកើតទេត្រូវតែចេញមកធ្វើហើយនេះជាចិត្តខុសគ្នារវាងចិត្តដែលមានប្រក្រតីទៅដោយសិលជាចិត្តសត្វក្នុងឋានៈខ្ពស់និងចិត្តអ្នករៀនកាន់សិលដែលជាសភាពចិត្តតេះតាស់ក្នុងការរៀនសិលគឺពេញទៅដោយសីលពតបរាមាសៈតើក្មួយបែងចែកបានទេនៅចិត្តដែលមានប្រក្រតីទៅដោយសិលនិងចិត្តដែលរៀនកាន់សិលសូមក្មួយប្រើបញ្ញាក្នុងការយល់ដឹងត្រឹមត្រូវអំពីធម៌ឬផ្លូវជីវិតដើម្បីបានជាទីពឹងរបស់ខ្លួននិងដល់សត្វទុនខ្សោយជុំវិញខ្លួនរបស់ក្មួយផងពូសូមបញ្ជាក់ប្រាប់ក្មួយថាប្រទេសខ្មែរយើងតាំងពីកកើតប្រទេសរហូតមកដល់សពថ្ងៃនេះពុំដែលមានអ្នកណាបង្រៀនពលរដ្ឋឲ្យយល់ដឹងពីលក្ខណៈបុណ្យបាបឲ្យច្បាស់លាស់និងភ្លឺស្វាងទេដូច្នេះការបង្រៀនឲ្យមនុស្សកាន់សិលរបស់អ្នកបង្រៀនវាគ្មានលក្ខណៈច្បាស់លាស់ប្រកបប្រជាទេវានៅត្រឹមតែជាលក្ខណៈនៃអ្នករៀនកាន់សិលតែប៉ុណ្ណោះពូមើលក្នុងផ្លូវមโนពូទៅស្រមៃឃើញដោយកូនក្មេងរៀនដើរតេះតាអញ្ចឹងឯចិត្តមនុស្សដែលមានប្រក្រតីទៅដោយសិលដោយមនុស្សរត់លើខ្សែពួរយ៉ាងស្ទាត់ជំនាញអញ្ចឹងព្រោះតែគ្មានអ្នកបង្រៀនត្រឹមត្រូវដូច្នេះហើយទើបពលរដ្ឋយល់ថាការកាន់សិលតេះតាដោយយាយតានឹងទើបហៅថាអ្នកមានសិលឬអ្នករក្សាសិលគឺជាការយល់ខុស 100% ពួកគាត់មិនបានជួបព្រះសម្មាសម្ពុទ្ធផ្ទាល់ទេហើយក៏គ្មានបុគ្គលណាក្នុងប្រទេសបានជួបព្រះសម្មាសម្ពុទ្ធផ្ទាល់ដែរ